សួស្តីបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបចុះឈ្មោះទៅលើ Ditto ហើយនឹងការបង់លុយទៅលើ Ditto ហ្នឹងបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងបើកមកកាន់ browser របស់យើងដែលយើងប្រើហ្នឹងមកបន្ទាប់មកបងប្អូនធ្វើការ search ពាក្យ Ditto Music ដូចខ្ញុំនេះហើយយើងចុចពាក្យ Ditto Music នៅខាងលើហ្នឹងមកបាទម្ដងត្រង់នេះវាមានជម្រើសឲ្យយើងគឺ try for free ហើយនិង login បាទ try for free នេះក៏វាឲ្យយើងបង្កើត account ដែរតែពេលយើងដាក់បទចម្រៀងទៅវាអត់ចេញផ្សាយឲ្យយើងទេដោយសារយើងប្រើគម្រោង free អញ្ចឹងវាតម្រូវយើងបង់លុយដែរទេបើយើងចុចពាក្យ login មកបន្ទាប់មកជម្រើសគឺបងប្អូនអាច continue ជាមួយនឹង Google របស់យើងផ្ទាល់ហ្មងឬក៏យើងអាចដាក់ Gmail របស់យើងឬ password ហើយចុច continue ដើម្បីបង្កើតតែសម្រាប់ខ្ញុំគឺខ្ញុំ connect ជាមួយ Gmail របស់ខ្ញុំផ្ទាល់តែម្ដងបាទយើងចុច continue with Google ហ្នឹងមកហើយយើងធ្វើការរងចាំវាបន្តិចបាទបើសិនជាបងប្អូនយើងថ្មីអត់ទាន់ដែលចុះឈ្មោះទេវានឹង load ឲ្យយើងចុចពាក្យ continue ហើយអញ្ចឹងនៅពេលដែលយើងចុច continue វាចេញបែបនេះហើយនៅពេលដែលវាចេញមកវានឹងឲ្យយើងធ្វើការបង់លុយបាទអញ្ចឹងយើងចូលទៅមើល Gmail របស់យើងវាបានផ្ញើសារមកហើយបាទនេះអញ្ចឹងយើងធ្វើការ verify email របស់យើងមួយទៅអូខេអញ្ចឹងយើង verify email របស់យើងបានជោគជ័យហើយយើងអាចធ្វើការបង់លុយបានដើម្បីយើងអាចបង្ហោះទៅឲ្យវា release បាទយើងចុចកន្លែង upgrade plan នេះមកអញ្ចឹងវានឹងមាន3គម្រោងឲ្យយើងគឺគម្រោង starter នេះអានឹងសម្រាប់អ្នកចាប់ផ្ដើមដំបូងអានេះគម្រោង pro បាទអានេះ label បាទអញ្ចឹងវាខុសគ្នាមិនគម្រោង$19នៅក្នុងមួយឆ្នាំនេះយើងអាចដាក់អាទិបានមួយហើយវាអត់មាន YouTube content ID អត់មានអីទេបាទហើយក៏យើងអត់អាច claim artist channel បានដែរហើយសម្រាប់គម្រោង$59នៅក្នុងមួយឆ្នាំនេះគឺវាមាន content ID ហើយយើងអាចដាក់បាន2 artist បាទហើយសម្រាប់គម្រោងនេះគឺវាខ្លាំងជាងគេបាទថ្លៃជាងគេហើយបាទអញ្ចឹងខ្ញុំមកធ្វើនេះគឺខ្ញុំសាកល្បងនៅលើគម្រោងទី1ដោយសារខ្ញុំធ្វើបទ AI អញ្ចឹងខ្ញុំចង់ដឹងថាតើយើងដាក់បទ AI ទៅវា release ឲ្យវា approve ឲ្យអត់បើសិនយើងបង់គម្រោង Pro យកហ្មងយើងខ្លាចយើងចំណាយលុយចោលអញ្ចឹងយើងប្រើអាគម្រោងនេះសាកមើលសិនបើសិនដាក់ទៅវា approve វា release ឲ្យយើងចាំយើងធ្វើការ upgrade វាមក plan នេះវិញក៏បានដែរអត់អីទេអញ្ចឹងយើងធ្វើការ select កន្លែង starter នេះមកចឹងមកដល់ត្រង់នេះយើងអាចធ្វើការ link ជាមួយកាតរបស់យើងបានគឺនេះបងប្អូនចុច pay without link ហ្នឹងមកអូខេចុចលើហ្នឹងមកបន្ទាប់មកបើកន្លែងនេះវាអត់ load email ឲ្យបងប្អូនទេបងប្អូនធ្វើការវាយ email របស់បងប្អូនចូលមកហើយបន្ទាប់មកយើងធ្វើការវាយលេខកាតរបស់យើងចូលបាទយើងវាយលេខកាតយើងវាយឈ្មោះនៅលើកាតវាយភូមិឃុំរបស់យើងទីក្រុងហើយនិង postcodeអញ្ចឹងយើងត្រូវវាយលេខកាតរបស់យើងវាមាន Visa card Master card ឬកាតអីផ្សេងដែលវាតម្រូវហ្នឹងយើងអាចវាយចូលនៅត្រង់ហ្នឹងមកបាទអញ្ចឹងខ្ញុំធ្វើការវាយចូលសិនបាទអញ្ចឹងបងប្អូនយើងមើលនៅលើកាតបងប្អូនឃើញមានលេខបាទគឺ2 4 6 8 10 12 14 16ខ្ទង់ហ្នឹងបាទយើងវាយវាចូលអស់មកបន្ទាប់មកបងប្អូនមើលថ្ងៃខែកន្លែងគេដាក់expire ហ្នឹងបាទអញ្ចឹងបងប្អូនយើងវាយវាចូលដែរមកយើងមើលនៅលើកាតរបស់យើងហើយយើងមើលអាលេខ CVC បាទវីដេអូមុនខ្ញុំធ្វើទៅខ្ញុំអានខុសបាទវីដេអូបង់លុយសូណូអញ្ចឹងវីដេអូនេះគឺខ្ញុំអានឲ្យត្រូវហើយបាទគឺ CVC អញ្ចឹងបងប្អូនយើងមើលផ្នែកខាងក្រោយកាតទៅនឹងឃើញហើយតែបើក្នុងកាតយើងគេដាក់ថា CVV អញ្ចឹងវាខុសគ្នាកន្លែងហ្នឹងបាទអីទេយើងយកអាលេខ3ខ្ទង់យកមកប្រើមកបាទបន្ទាប់ពីយើងវាយហើយបងប្អូនវាយឈ្មោះនៅលើកាតរបស់យើងមើលកាតរបស់យើងហ្នឹងឈ្មោះអីគេយើងវាយអញ្ចឹងមកបាទបន្ទាប់មកកន្លែង address នេះបងប្អូនធ្វើការវាយភូមិឃុំរបស់បងប្អូនយើងចូលមកអូខេបន្ទាប់ពីបងប្អូនយើងវាយហើយអស់បងប្អូនយើងចុចពាក្យ subscribe បាទយើងរងចាំវាបន្តិចអូខេវាកំពុង link ទៅ master card របស់យើងហើយអញ្ចឹងវានឹងឲ្យយើងបញ្ជាក់នៅលើ app ធនាគាររបស់យើងបាទអញ្ចឹងយើងធ្វើការចុចបញ្ជាក់មកហើយយើងធ្វើការវាយលេខកូដរបស់យើងចូលឬក៏ scan មុខអីហ្នឹងបាទយើងធ្វើការនេះតើឥឡូវលើទូរស័ព្ទខ្ញុំគឺបានផ្ទៀងផ្ទាត់បានជោគជ័យហើយអញ្ចឹងនៅលើនេះក៏វាចាប់ផ្ដើម load មកកន្លែងផ្សេងឥឡូវនេះវា load ពាក្យ processing ហើយអញ្ចឹងយើងរងចាំវាបន្តិចទៅ
ជំរឿតើការជាវរបស់យើងបានជោគជ័យអត់បាទអូខេអញ្ចឹងបងប្អូនយើងឃើញហើយនេះគឺយើងធ្វើបានជោគជ័យ 100% ហើយយើងអាចធ្វើការទៅ upload បទចម្រៀងរបស់យើងបានអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនតិចនៅលើអា Dicto នេះគឺខ្ញុំអត់ដែលផុសអត់ដែលធ្វើហើយក៏អត់ដែលមើលវីដេអូពីវាដែរអញ្ចឹងខ្ញុំនឹងធ្វើការសាក upload មើលអញ្ចឹងអត់ដឹងថាវាត្រូវឬខុសអីទេអញ្ចឹងបងប្អូនយើងមើលទាំងអស់គ្នាទៅបាទយើងចុចពាក្យ create release ហើយខ្ញុំចុចខុសត្រូវឡើងណាអីអធិស្ឋានបងប្អូនយើងទាំងអស់គ្នាផងបាទចុច create ហើយខ្ញុំទៅរកចំណងជើងបទចម្រៀងរបស់យើងបាទយើងផាសចំណងជើងចូលមកយើងលុបអាឡែងលេខនេះចោលមកយើងកុំទុកណាបាទហើយយើងចុច get start បន្ទាប់មកមកដល់ត្រង់នេះគឺយើងត្រូវដាក់ចម្រៀងយើងចូលអញ្ចឹងយើងបើកកន្លែង folder ចម្រៀងយើងមកហើយយើងទាញវាតម្លាក់ចូលមកកន្លែងនេះបងប្អូនចុច I understand យើងចុច next មកហើយកន្លែងនេះវាឲ្យយើងដាក់ cover រូបអញ្ចឹងនេះទំហំដែលវាឲ្យគឺ1400 គុណ1400អញ្ចឹងយើងចូលមកកាន់ Photoshop យើងធ្វើការចុច new ហើយយើងធ្វើការចុច1400គុណ1400បាទយើងយករូបនេះទៅហើយយើងចុចពាក្យ create បាទនេះជាទំហំរូបហើយយើងធ្វើការយើងរករូបរបស់យើងមកដើម្បីយើងដាក់ cover មើលរូបនេះសិនបាទគឺរូបនេះចឹងខ្ញុំអូសវាតម្លាក់មកចាំវាបន្តិចបាទចឹងរូបរបស់យើងគឺទំហំប៉ុនគ្នានឹងតែម្ដងបាទរូបដែលយើងធ្វើបាទនេះទំហំប៉ុណ្្នឹងតែម្ដងចឹងយើងធ្វើការចុច file ចុចពាក្យ export បាទយកពាក្យ export as png នេះមកបន្ទាប់មកយើងធ្វើការទៅទុកវាបាទហើយយើងចុចពាក្យ save អូខេឥឡូវ cover យើងគឺបានហើយយើងមកមើលមកកន្លែង cover មួយនេះយើងអូសវាតម្លាក់ដែរមកអញ្ចឹងយើងយក file png វាអត់ឲ្យទេអញ្ចឹងវាយក jpeg បាទអញ្ចឹងយើងធ្វើការកែវាវិញមកយើងចុច file ចុចពាក្យ export ហើយយកពាក្យ export as បន្ទាប់កន្លែង png នេះយើងរើសវាមក jpg បាទអានោះត្រូវបាទយើងរើសអានឹងហើយយើងចុចពាក្យ export ហើយវាឲ្យយើងរើសកន្លែងហើយយើងរើស cover មកបន្ទាប់មកយើងចុចពាក្យ save ហើយយើងតម្លាក់អានេះទុកវិញយើងទៅបើក folder យើងវិញបាទ cover OK មួយនេះយើងអូសវាតម្លាក់មកអញ្ចឹងវាបានហើយនេះអញ្ចឹងវាបញ្ជាក់ប្រាប់យើងហើយណាសម្រាប់នៅលើ cover ហ្នឹងគឺអត់ឲ្យយើងដាក់ logo Facebook TikTok YouTube អីគឺវាអត់ឲ្យទេហើយដាក់ពាក្យថា copyright ដាក់រូបភាពអីផ្សេងក្រៅពីតាក់ទងនឹងចម្រៀងក៏វាអត់ឲ្យដាក់ QR code website ឬក៏ដាក់ URL ក៏វាអត់ឲ្យដែរអញ្ចឹងគឺត្រូវតាស្អាតអក្សរហ្នឹងគឺអាចដាក់បានតែចំណងជើងហើយនឹងឈ្មោះ artist របស់យើងទេឬក៏យើងអត់ដាក់តែម្ដងក៏បានដែរបាទអាហ្នឹងកន្លែងហ្នឹងណាហើយយើងចុចពាក្យ confirm អូខេមកដល់ត្រង់នេះវាឲ្យយើងដាក់ឈ្មោះហើយបាទអញ្ចឹងយើងធ្វើការដាក់ឈ្មោះ copyright របស់យើងមកឈ្មោះម្ចាស់ដើមហ្នឹងយើងចឹងដាក់ឈ្មោះ artist របស់យើងក៏បានយើងដាក់ឈ្មោះរបស់យើងក៏បានដែរកន្លែងហ្នឹងណាអញ្ចឹងខ្ញុំសូមធ្វើការដាក់ឈ្មោះ artist របស់ខ្ញុំតែម្ដងបាទខ្ញុំខ្ជិលញ៉ៃបានចុចមកហើយក្រោមនេះខ្ញុំដាក់ឈ្មោះនឹងដែរកន្លែងនេះដូចជាអត់មានអីត្រូវរើសទេកន្លែងនេះយើងរើសមកបាទយើងរើសប្រភេទបទចម្រៀងរបស់យើងមកបទចម្រៀងរបស់ខ្ញុំគឺប្រភេទ set pop ballad ណាបាទអញ្ចឹងខ្ញុំរើសអានឹងមកហើយកន្លែងនេះយើងធ្វើការរើសដែរមកបាទអញ្ចឹងបងប្អូនរើសទៅតាមប្រភេទបទចម្រៀងរបស់បងប្អូនទៅបើបងប្អូនប្រើលក្ខណៈមិនគឺដាក់អញ្ចឹងទៅខ្ញុំរើសយក R&B មួយទៀតហើយភាសានេះគឺ English ចឹងហើយបាទ
ឡើង artist នេះយើងចុចសញ្ញាបូកមកបាទហើយយើងដាក់ឈ្មោះ artist របស់យើងឈ្មោះ artist របស់យើងអញ្ចឹងខ្ញុំបញ្ជាក់ហើយកន្លែងនេះយើងដាក់រូប artist របស់យើងបាទខ្ញុំធ្វើការរើសរូប artist របស់ខ្ញុំសិនអញ្ចឹងយើងចុច add artist មកដោយសារនេះ artist ថ្មីបើមិនយើងមាន artist ចាស់យើងយកអាហ្នឹងទៅហើយយើងរើស artist របស់យើងហើយចុចពាក្យ continue ចុចពាក្យ upgrade បាទអញ្ចឹងវាចូល artist របស់យើងមកហើយបើសិនយើងប្រើគម្រោងទី2យើងអាចដាក់ artist បានមួយទៀតបាទបន្ទាប់មកយើងធ្វើការអូសវាមកក្រោមមកកន្លែងនេះដូចជារើស track preview វាឲ្យយើងស្ដាប់ណាយើងមិនបាច់ខ្វល់ទេយើងអូសមកក្រោមទៀតមកហើយកន្លែងនេះវាដាក់ថា optional នេះបាទន័យថាយើងដាក់ក៏បានអត់ក៏បានដែរអត់អីទេបាទកន្លែងនេះយើងអត់ចាំបាច់បើកទេអានេះក៏អត់ដែរនិយាយទៅមិនបាច់បើកអីទេបាទហើយកន្លែងនេះយើងធ្វើការដាក់អ្នក composer បាទខ្ញុំដាក់ឈ្មោះខ្ញុំហ្មងអញ្ចឹងខ្ញុំសូមធ្វើការដាក់ឈ្មោះខ្ញុំតែម្ដងអូខេបន្ទាប់មកយើងដាក់ខាងក្រោមនេះមួយទៀតហើយយើងដាក់មួយទៀតមកយើងដាក់អស់ទៅហើយ rule នេះបងប្អូនយើងរើសមកបាទសរសេរគេដាក់ lyric ដាក់ master អានេះខ្ញុំដាក់អីគេបាទយក piano ចុះបាទហើយយើងចុចពាក្យ save បាទបន្ទាប់ពីយើង save កន្លែងហ្នឹងហើយយើងចុចពាក្យ next មកពេលឲ្យយើង save សិនមិញដោយសារយើង save អត់បានណាយើងចុច save សិនមកអូខេអញ្ចឹងកន្លែងនេះវាឲ្យយើង select ថ្ងៃខែឆ្នាំ release បាទអញ្ចឹងយើងបាច់ select ទេកន្លែងនេះរើស no យ៉ាងហើយដោយសារយើងអត់ចាំបាច់កំណត់ទេបាទតែបើយើងរើសក៏វាឲ្យបង់លុយដែរអូខេយើងយក no ទាំងអស់ទៅកន្លែងនេះយើងមិនបាច់ខ្វល់ពីវាទេបាទយើងចុច next យកតែម្ដងបាទហើយកន្លែងនេះវាឲ្យយើង select store មានអារម្មណ៍ថាកន្លែងអស់នេះដូចចេញសញ្ញាឧទានមិនទេនេះវាខ្វះអីណែខ្វះឈ្មោះខ្វះឈ្មោះដាក់ឈ្មោះមិនចឹងមិនទៀតចាំមើលអូមិនដោយសារប្រហែលខ្ញុំដាក់ខ្វះមែនហ្នឹងចឹងចុច save ម្ដងទៀតអូខេវាបាត់ក្រហមហើយបាត់សញ្ញាឧទានហើយអញ្ចឹងកន្លែងនេះមួយទៀតបាទអញ្ចឹងបើវាចេញសញ្ញាឧទានចេញលឿងចឹងគឺអត់បានទេបាទអញ្ចឹងកន្លែងនេះវាឲ្យយើង release ទៀតបាទឲ្យយើងរើសថ្ងៃទៀតមើលធីកអានេះមួយមកចាប់បានទៀតឥឡូវយើង select ថ្ងៃហ្នឹងមើលចាំមើលវាឲ្យអត់បាទហើយខ្ញុំសាករើសថ្ងៃ10នេះមើលបាទរើសថ្ងៃ10ចឹងហើយបាទឥឡូវវាចេញគ្រីសហើយចឹងបើយើងរើសថ្ងៃ9ចឹងវាអត់ឲ្យទេព្រោះថ្ងៃហ្នឹងថ្ងៃ9ចឹងយើងរើសឲ្យវាក្រោយមួយថ្ងៃទៅបាទអូខេបន្ទាប់មកយើងអូសមកក្រោមទៀតយើងចុច next ទៀតមកនេះវាបាត់ហើយចឹងយើងធ្វើការ select store មកតែវា select ឲ្យយើងអស់ហើយយើងមិនបាច់ភ័យទេព្រោះអា content ID នេះអត់មានទេបើយើងចង់មានតែទិញថែម$12ទៀតចឹងយើងមិនបាច់ទេអូសមកយើងចុចពាក្យ next ទៀតបាទបន្ទាប់មកយើងធ្វើការចុចពាក្យ complete release ចឹងបទរបស់យើងគឺបានដាក់ចូលមួយហើយចឹងយើងរងចាំមើលទាំងអស់គ្នាថាតើវា approve ឬអត់ចឹងចាំមើលវា approve មិន approve ចាំខ្ញុំថតឲ្យបងប្អូនយើងមើលទៀតឥឡូវខ្ញុំចុចមក home វិញសិនយើងឃើញនេះសងរបស់យើងគឺ incomplete ហើយអញ្ចឹងយើងគ្រាន់តែរងចាំឲ្យខាង Ditto វាធ្វើការ review បទចម្រៀងរបស់យើងបាទឥឡូវយើងចូលមក email មើលយើងឃើញនេះអានេះវិក័យប័ត្រយើងបង់លុយហើយបាទអញ្ចឹងដូចជាអត់វាអត់ទាន់មានបញ្ជាក់អីទេ
អូខេអញ្ចឹងយើងចាំអ៊ុតមើលទាំងអស់គ្នាថាតើវាបានជោគជ័យឬអត់បាទដោយសារបទនេះបទ AI ប៉ុន្តែខ្ញុំធ្វើភ្លេងថ្មីទេព្រោះភ្លេង AI ខ្ញុំអត់យកខ្ញុំយកទៅ vocal ទេហើយសម្រាប់ vocal ក៏ខ្ញុំ clone សំឡេងខ្លួនឯងដែរគឺខ្ញុំអត់យកសំឡេង AI ទាំងស្រុងទេប៉ុន្តែខ្ញុំដាក់នៅ tune call គឺវា reject រហូតឥឡូវខ្ញុំសាកយកវាមកដាក់នៅលើ Ditto ម្ដងសម្រាប់ DistroKid ខ្ញុំលែងដាក់ដោយសារដាក់ទៅវាអត់ view អត់បានលុយហើយណាមួយវាកាត់ពន្ធថ្លៃទៀតដូចអានេះមិនដឹងមិនដែរទេខ្ញុំសាកមើលដែរទេមិនដឹងភ្ជាប់កង់មិនអីមិនខ្ញុំអត់ទាន់ដឹងទេបាទហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងដោយសារកន្លែងនេះខ្ញុំប្រាប់បងប្អូនមិញវានៅចេញពាក្យ incomplete អញ្ចឹងបានន័យថាយើងអត់ទាន់ធ្វើបានរួចរាល់វានៅខ្វះព័ត៌មានអីមួយអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនតិចដោយសារខ្ញុំប្រាប់បងប្អូនខុសកន្លែងនេះកន្លែងរឿងថ្ងៃនេះអញ្ចឹងបងប្អូនយើងមើលកន្លែងខាងក្រោមនេះឃើញវាមានពណ៌លឿងហ៎អញ្ចឹងយើងចុចរើសអត់បានទេយើងចឹងរើសថ្ងៃដែលអត់មានពណ៌លឿងហ្នឹងមកបន្ទាប់ពីយើងរើសហើយយើងធីកកន្លែងនេះមួយហើយយើងអូសមកក្រោមមកកន្លែងនេះយើងមិនបាច់ខ្វល់មួយវាទេបាទបើយើងចុចគឺយើងត្រូវចំណាយលុយអញ្ចឹងយើងមិនបាច់ខ្វល់ទេយើងចុចពាក្យ next មកបាទកន្លែងនេះយើង select all store ដែរវានេះយើង select ដែរមកបាទហើយកន្លែងនេះជាកន្លែងដែលតម្លៃដែលយើងត្រូវគិតពីបទចម្រៀងរបស់យើងអានេះគឺ premium បានន័យថាវាថ្លៃអានេះគឺកតាលអានេះគឺបាត់ចិត្តយើងដឹងហើយគឺអ្នកមិនសូវមានលុយមិនសូវអីបាទអញ្ចឹងយើងអាចកំណត់លុយបានអញ្ចឹងយើងរើសកតាលហ្នឹងទៅហើយចុចពាក្យ next បន្ទាប់មកយើងចុចពាក្យ complete release អូខេកន្លែងនេះគឺអត់មានអីទៀតទេបាទបើសិនរើសដូចខ្ញុំមុនគឺវាជាប់អញ្ចឹងយើងកន្លែងនេះវាចេញ free អស់ហើយអញ្ចឹងបានន័យថាយើងអាចចុច continue ម្ដងទៀតបានបាទអញ្ចឹងចុច confirm មកអូខេបន្ទាប់មកយើងបើកមកកាន់ Ditto របស់យើងវិញចាំមើលបទចម្រៀងយើងវាចេញមិនបាទនេះបើវាចេញ processing ចេះបានណាមុនហ្នឹងវាចេញពាក្យ incomplete អញ្ចឹងបើវាចេញពាក្យ incomplete គឺអត់បានទេបាទអញ្ចឹងតើវាចេញ processing បែបនេះហើយយើងមកមើល email របស់យើងចាំមើលវាមានផ្ញើ email មកអត់អូខេឥឡូវវាបានផ្ញើ email មកយើងហើយនេះអញ្ចឹងយើងរងចាំមើលទៅបាទបទចម្រៀងបាទចឹងរឿងចាំមើលចាំមើលថាតើវាប៉ុន្មានថ្ងៃបានវា approve យើងឬក៏វាអត់ approve ទេយើងចាំមើលទាំងអស់គ្នាបាទ